ទំនៀមទម្លាប់ដូនតាខ្មែរគឺជាមូលដ្ឋានសំខាន់នៃវប្បធម៌និងអត្តសញ្ញាណជាតិដែលបុព្វបុរសបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយអនុវត្តនិងថែរក្សាមកដល់សព្វថ្ងៃក្នុងចំណោមទំនៀមទម្លាប់ជាច្រើនវិធីហែជំនូនឬក៏ហែកំណត់គឺជាពិធីដ៏មានអត្ថន័យជ្រាលជ្រៅមិនត្រឹមតែជាការរៀបចំពិធីមង្គលការទេប៉ុន្តែជាការបង្ហាញពីសាមគ្គីភាពការគោរពប្រពៃណីសេចក្តីស្រឡាញ់និងទំនាក់ទំនងល្អវាងគ្រួសារទាំងពីរការហែជំនូនគឺជាពិធីដែលភាគីខាងកូនកំឡោះរៀបចំយករបស់របរផ្សេងដូចជាផ្លែឈើចំណីអាហារបង្អែមស្រាប្រាក់កាសនិងសម្ភារៈសំខាន់ផ្សេងទៀតដើម្បីហែទៅផ្ទះភាគីខាងកូនក្រមុំឬកន្លែងប្រារព្ធពិធីរបស់ទាំងនេះត្រូវបានរៀបចំយ៉ាងប្រណិតស្អាតស្អំដាក់លើថាសឬកញ្ចប់ដែលតុបតែងដោយផ្កាក្រណាត់និងពណ៌ប្រពៃណីបង្ហាញពីចិត្តស្មោះត្រង់និងការគោរពយ៉ាងខ្ពង់ខ្ពស់ក្នុងអតីតកាលការហែជំនូននិងហែកំណត់តែងមានការចូលរួមពីសាច់ញាតិមិត្តភ័ក្តិនិងអ្នកជិតខាងជាច្រើនអ្នកហែទាំងអស់ពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរដើរដង្ហែជាជួរយ៉ាងស្រស់ស្អាតមានភ្លេងខ្មែរតន្ត្រីសម័យបង្កើតបរិយាកាសរីករាយអធិកអធមនិងពោរពេញដោយសេចក្តីសុខទិដ្ឋភាពនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់សហគមន៍ដែលមនុស្សគ្រប់រូបរួមចិត្តរួមដៃជួយគ្នាដោយមិនគិតពីការលំបាកអត្ថន័យដ៏សំខាន់មួយនៃវិធីហែជំនូននិងហែកំណត់គឺការបង្ហាញពីសេចក្តីស្រឡាញ់ការយល់ចិត្តនិងការគោរពគ្នាទៅវិញទៅមករវាងគ្រួសារទាំងពីរភាគីខាងកូនកំឡោះបង្ហាញពីចិត្តស្មោះនិងការត្រៀមខ្លួនទទួលខុសត្រូវក្នុងការសាងសង់គ្រួសារថ្មីចំណែកឯភាគីខាងកូនក្រមុំបង្ហាញពីការទទួលយកនិងការជឿជាក់លើទំនាក់ទំនងថ្មីនេះទាំងពីរគ្រួសារបដិញ្ញាចិត្តរស់នៅដោយសាមគ្គីស្រឡាញ់គ្នាយល់ចិត្តគ្នានិងជួយគ្នាទៅវិញទៅមកដូចជាសាច់ញាតិតែមួយសម្រាប់ហែកំណត់វិញគឺជាពិធីដែលបញ្ជាក់ពីការកំណត់ថ្ងៃខែនិងលក្ខខណ្ឌសំខាន់សម្រាប់ពិធីមង្គលការពិធីនេះសម្គាល់ថាគ្រួសារទាំងពីរបានព្រមព្រៀងគ្នាដោយស្មោះត្រង់មានការយល់ចិត្តនិងគោរពគ្នាការហែកំណត់មិនត្រឹមតែជាការកំណត់ថ្ងៃទេប៉ុន្តែជាការសន្យាផ្លូវចិត្តថាពេលអនាគតបើមានបញ្ហាឬការលំបាកគ្រួសារទាំងពីរនឹងរួមចិត្តរួមដៃជួយគ្នាដោះស្រាយបញ្ហាដោយសន្តិភាពនិងសាមគ្គីភាពនៅក្នុងសង្គមសម័យបច្ចុប្បន្នទោះបីជាពិធីហែជំនូននិងហែកំណត់មានការកែប្រែខ្លះដើម្បីឲ្យសមស្របនឹងស្ថានភាពសេដ្ឋកិច្ចនិងពេលវេលាក៏ដោយប៉ុន្តែសារសំខាន់របស់វានៅតែមិនប្រែប្រួលវានៅតែជាពិធីដែលបង្រៀនឲ្យមនុស្សស្គាល់ការរួបរួមសាមគ្គីសេចក្តីស្រឡាញ់ការអធ្យាស្រ័យនិងការជួយគ្នាទៅវិញទៅមកក្នុងសង្គមសរុបមកវិធីហែជំនូនឬហែកំណត់គឺជាទំនៀមទម្លាប់ដ៏មានតម្លៃខ្ពង់ខ្ពស់ដែលបង្ហាញពីវប្បធម៌សីលធម៌និងចិត្តវិញ្ញាណរបស់ជនជាតិខ្មែរការបន្តអនុវត្តនិងការថែរក្សាទម្លាប់នេះមិនត្រឹមតែជាការគោរពដូនតាប៉ុណ្ណោះទេប៉ុន្តែជាការជួយបង្កើនសាមគ្គីភាពសេចក្តីស្រឡាញ់និងភាពរឹងមាំរបស់សង្គមខ្មែរឲ្យនៅរឹងប៉ឹងនិងរីកចម្រើនជានិច្ចនិរន្តរ៍អរគុណច្រើនសម្រាប់ការទស្សនាបើមានខុសអ្វីសូមខន្តីអភ័យទោសអរគុណ